សួស្តីទាំងអស់គ្នាបាទអញ្ចឹងយើងចូលទៅចំណុចថ្មីមួយទៀតតាក់ទងជាមួយនឹងបាទការកំណត់ format cell ដដែលតាក់ទងជាមួយនឹងបាទការកំណត់ជារូបិយប័ណ្ណរាបាទការកំណត់ជារូបិយប័ណ្ណផ្សេងៗទៀតអញ្ចឹងដើម្បីកំណត់រូបិយប័ណ្ណផ្សេងៗទៀតដូចជាយើងចង់កំណត់ឲ្យចេញជារាទី1គឺយើងត្រូវចុច mouse ស្ដាំទៅលើកន្លែងដែលយើងបាន select ហើយយើងជ្រើសរើសយក format cell ហើយចុច number tab ហើយចុច custom ហើយយើងវាយអក្សរក្នុងប្រអប់ tab ដែលយើងវាយសញ្ញាទ្រង់ជួរគឺវាទ្រង់ជួរ2ដងលេខ0ទ្វេងកណ្ដុរហើយនឹងរាបន្ទាប់មកយើងចុច OK បាទអញ្ចឹងយើងទៅមើលការអនុវត្តនៅក្នុងកម្មវិធី Excel បាទអញ្ចឹងឧទាហរណ៍ថាខ្ញុំមានទម្រង់លេខបែបហ្នឹងបាទហើយយើងចង់កំណត់ទម្រង់លេខហ្នឹងទៅជាបាទទម្រង់លេខដែលមានបាទនិមិត្តសញ្ញារាខ្ញុំធ្វើការ select ទៅលើកន្លែងហ្នឹងហើយខ្ញុំ copy ទៅដើម្បីកុំឲ្យយូរបាទហើយខ្ញុំផាសចូលនៅក្នុងកន្លែងនេះទៀតបាទបន្តមកទៀតខ្ញុំ select លើកន្លែងទាំងអស់ហ្នឹងហើយបន្ទាប់មកយើងចុចទៅលើ menu home ហើយយើងរកមើលក្នុង group number យើងជ្រើសរើសយក more number format បាទហើយជាបន្តទៀតគឺយើងចុចទៅលើ number ហើយយើងចុចលើ custom បាទអញ្ចឹងនៅក្នុងប្រអប់ tab នេះយើងលុបពាក្យ general ចោលហើយយើងធ្វើការវាយនិមិត្តសញ្ញារូបិយប័ណ្ណអញ្ចឹងនិមិត្តសញ្ញារូបិយប័ណ្ណទី1គឺយើងដាក់សញ្ញាទ្រង់ជ្រូកក្បៀសទ្រង់ជ្រូក2ដងបន្ទាប់មកយើងវាយលេខ0ហើយបើកទ្វេងកណ្ដុរហើយយើងអាចវាយពាក្យបាទជារាក៏បានឬក៏រវះពោះក៏បានហើយយើងបិទទ្វេងកណ្ដុរវិញយើងចុច OK នោះលទ្ធផលវានឹងទទួលបានបាទមានបាទរវះពោះដោយសារយើងកំណត់វាជារវះពោះបាទអញ្ចឹងក្នុងវីដេអូនេះគឺមានតែប៉ុណ្ណឹងបាទសូមអរគុណ